សួស្តីកូនៗទាំងអស់គ្នាជួបជាមួយលោកគ្រូទៀតហើយនៅមេរៀនទី49អំណានរឿងកូនទុនសាយនិងកូនឆ្មាឥឡូវដើម្បីកុំឲ្យខាត់ពេលយូរកូនទាំងអស់គ្នាយើងមកធ្វើការអានអំណានរបស់យើងជាមួយលោកគ្រូទាំងអស់គ្នាតោះចាប់ផ្ដើមថ្ងៃអាទិត្យមួយកូនទុនសាយតូនីបានទៅលេងផ្ទះឆ្មាបូបូតូនីឃើញបូបូកំពុងគូររូបលេងយ៉ាងសប្បាយជាមួយប្អូនរបស់គេតូនីក៏រត់សំដៅទៅរកពួកគេទាំងពីរនាក់បូបូទទួលរាក់ទាក់មិត្តយ៉ាងរីករាយពេលនោះតូនីឮសំឡេងស្រែកហៅបូបូមកនេះមួយផ្លែតតូនីសួរបូបូតើនរណាហៅឯងបូបូឆ្លើយគឺម្ដាយខ្ញុំគាត់កំពុងដាក់គ្រាប់សៀវភៅឲ្យពួកខ្ញុំប្រហែលជាគាត់មានការអ្វីហើយប៉ុន្តែយើងគូររូបបន្តិចទៀតសិនតូនីនិយាយមិនល្អទេគាត់ប្រកាសជាមានការអ្វីហើយអ៊ីចឹងយើងប្រញាប់ទៅជួបគាត់បន្ទាប់ពីកូនបានអានជាមួយលោកគ្រូមកកូនទាំងអស់គ្នាអាចចាក់សារឡើងវិញរួចអានម្ដងទៀតជាមួយលោកគ្រូឲ្យបានច្រើនដងច្រើនសារហើយកូនដែលពុំទាន់បានចុច Subscribe កូនចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅមេរៀនអំណានថ្មីៗពីលោកគ្រូ